បាទចំណុចទី1គឺបងប្អូនអ្នកជិះម៉ូតូបាទហាមវ៉ាជែងឡានធំនៅពេលដែលមានឧបសគ្គនៅខាងមុខបាទនៅពេលដែលមានឧបសគ្គនៅផ្លូវម៉ូតូរបស់យើងនៅពេលដែលយើងរៀបនឹងវ៉ាយើងគួរតែសម្លឹងទៅមុខឲ្យបានឆ្ងាយបន្តិចថាតើផ្លូវដែលយើងប្រុងនឹងវ៉ាហ្នឹងមិនថាវ៉ាខាងស្ដាំឬក៏វ៉ាខាងឆ្វេងយើងគួរតែមើលឲ្យបានហ្មត់ចត់តិចចាំឲ្យវាស្រឡះល្អសុំវ៉ាហ្នឹងបញ្ជាហានិភ័យបានច្រើនបំផុតបាទឧទាហរណ៍ជាក់ស្ដែងនៅក្នុងវីដេអូនេះម៉ូតូគាត់វ៉ាទៅគាត់ទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតដែលគាត់ធ្វើដំណើរស្របគ្នាដែរមានដឹកស្ពីងសំពងហើយទៅប៉ះទៅក៏គាត់ទៅរេចកោតចូលឡានប៉ុន្តែចៃដន្យល្អបើឡានគេចតន់ហើយចឹងគាត់អត់បានចូលកង់ឡានទេតែគាត់បានដួលហើយឡានបានគេចតន់កុំឲ្យគាត់មានគាត់ថាដល់ជីវិតភ្លាមតែហ្មងបាទហើយឧទាហរណ៍ទី2ដូចបងប្រុសម្នាក់នេះគាត់បើកវ៉ាដែរប៉ុន្តែនៅខាងមុខបែរជាមានដើមឈើស្ពីងសំពងមកគាត់ចាប់ប្រាំងទៅគាត់ល្អដួលធ្លាក់ខ្នល់ធ្លាក់ចូលគុំព្រៃនឹងត្មងអានេះសំណាងហើយគាត់ល្អហើយគាត់ដួលធ្លាក់ខ្នល់តែបើគាត់ល្អហើយដួលមកខាងឡានគឺកង់ឡានកិនខ្ទេចត្មងគឺស្លាប់ត្មងអញ្ចឹងបានដោយសារឡានធំវាវែងអញ្ចឹងនៅពេលដែលវ៉ាគឺយើងត្រូវប្រើពេលវែងដែរយើងទ្រាំតែវ៉ាផុតវាអញ្ចឹងក្នុងពេលដែលវាទៅមុខរហូតហើយយើងវ៉ាទៅអាចនឹងមានឧបសគ្គខ្លះហើយបើសិនជាផ្លូវនោះវាអត់ស្លាះទេអញ្ចឹងវាធ្វើឲ្យយើងអាចនឹងជួបគ្រោះថ្នាក់ហើយវាអាចនឹងឈានដល់បាត់បង់អាយុជីវិតដ៏ងាយហើយតែមួយប្រព្រឹត្តភ្នែកទេជាពិសេសបងប្អូនក្មួយៗដែលតែរៀនចេះបើកម៉ូតូក្មេងៗបាទសិស្សសាលាហ្នឹងភាគច្រើនគាត់បាក់រឿងហ្នឹងច្រើនដោយសារគាត់អត់សូវមានបទពិសោធន៍បាទអាហ្នឹងចំណុចទី1បាទ